សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី National Security Journal បាទនៅក្នុងសារព័ត៌មាននេះគឺនិយាយអំពីថារុស្ស៊ីបានចាប់ផ្ដើមចាញ់សង្គ្រាមនៅប្រទេសអ៊ុយក្រែននេះបើយោងទៅតាមសារព័ត៌មាននេះជាង3ឆ្នាំបន្ទាប់ពីលោក Vladimir Putin បានចាប់ផ្ដើមការលុកលុយយ៉ាងពេញទំហឹងរបស់គាត់ទៅលើប្រទេសអ៊ុយក្រែនហើយជំនឿនៃភាពមិនអាចគ្រប់គ្រងបានរបស់ប្រទេសរុស្ស៊ីគឺកំពុងតែបង្ហាញនៅសញ្ញានៃការដួលរលំបាទនេះគឺចាប់ផ្ដើមបង្ហាញសញ្ញាថាប្រទេសរុស្ស៊ីនឹងគឺមិនអាចនឹងគ្រប់គ្រងស្ថានភាពនៅប្រទេសអ៊ុយក្រែនបាននោះទេហើយប្រធានាធិបតីរុស្ស៊ីនឹងដែលមានជំនាញយូរណាស់មកហើយនៅលើយុទ្ធសាស្ត្រសង្គ្រាមហើយព្យាយាមធ្វើយ៉ាងណានោះគឺដើម្បីបញ្ជៀសការបរាជ័យនោះឥឡូវនេះកំពុងតែប្រឈមមុខនឹងចំនួនដែលគាត់មិនអាចនិយាយបានថាគឺជារឿងសាមញ្ញនោះទេហើយអ៊ុយក្រែនវិញក៏កំពុងតែបង្ហាញថាជាកំហុសដ៏ធ្ងន់ធ្ងរបំផុតរបស់លោកពូទីនផងដែរដោយដែលបានកត់សម្គាល់ដោយខាងផ្នែកទស្សនាវដ្តី Foreign Policy ដែលបញ្ជាក់អំពីក្បួនដង្ហែទិវាជ័យជំនះកាលពីខែឧសភានៅថ្ងៃទី9រហូតដល់ថ្ងៃទី10ទី11នោះនៅទីក្រុងមូស្គូគឺដើម្បីសម្ដែងអំពីឥទ្ធិពលរបស់ប្រទេសរុស្ស៊ីដោយលោកពូទីននឹងគឺព្យាយាមឈរក្បែរជាមួយនឹងប្រធានាធិបតីស៊ីជីនពីងនៅពេលដែលកងទ័ពនឹងដើរកាត់នៅលើទីលានដែលក្រាលកម្រាលពណ៌ក្រហមប៉ុន្តែនៅក្នុងកម្មវិធីនោះគឺប្រកបដោយការភូតកុហកអំពីការពិតប្រទេសរុស្ស៊ីត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមដែលមិនអាចឈ្នះបានហើយធ្វើឲ្យបាត់បង់កម្លាំងកងទ័ពកម្លាំងបាត់បង់ជីវិតរងរបួសហើយជាពិសេសទៅគឺលុយកាក់នឹងតែម្ដងហើយម្យ៉ាងទៀតនឹងគឺតាក់ទងទៅនឹងសិលធម៌របស់ប្រទេសរុស្ស៊ីនោះផងដែរភាពឯកោរបស់ប្រទេសរុស្ស៊ីគឺកាន់តែឆ្ងាយទៅប៉ុន្តែលោកពូទីនបានអះអាងថារុស្ស៊ីកំពុងតែមានការរីកចម្រើននៅក្នុងចំណុចនេះហើយបានជាទស្សនាវដ្តី Foreign Policy នឹងបានលើកឡើងមកថាប្រទេសរុស្ស៊ីកំពុងតែធ្វើកម្មវិធីនឹងដើម្បីភូតភរកុហកបិទបាំងនៅការពិតហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីនឹងបានស្ដីបន្ទោសការពង្រីកអង្គការ NATO ហើយភាពទន់ខ្សោយរបស់សហរដ្ឋអាមេរិកនិងភាពរឹងជជែករបស់ប្រទេសអ៊ុយក្រែនចំពោះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននោះខាងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ីនឹងគឺបែរទៅជាស្ដីបន្ទោសទៅខាងអង្គការ NATO ដែលព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនហើយទោះជាយ៉ាងណាក្តីគ្មានអ្វីដែលអាចលាក់បាំងនៅការរាំងស្ទះជាយុទ្ធសាស្ត្រដែលកំពុងតែកើតឡើងបាននោះទេទោះបីជាវាមានក្រុមឡើងនឹងបានអះអាងពីការទទួលបានទឹកដីបន្ទាប់បន្សំមួយចំនួនក៏ដោយក៏កងកម្លាំងរុស្ស៊ីនឹងមិនទាន់បានពង្រឹងការវេលុកដ៏សំខាន់ណាមួយនោះទេជាពិសេសទៅគឺជាការប្រយុទ្ធនៅតំបន់ Pokrovsk បានកំណត់ថាសង្គ្រាមដែលដំណើរការគឺមានការយឺតយ៉ាវណាស់ហើយចំនួននេះគឺបានផ្ទុះឡើងដោយបានឆក់យកជីវិតរបស់មនុស្សនឹងគឺរាប់ម៉ឺនរាប់សែននាក់ផងដែរនៅក្នុងការដណ្ដើមយកតំបន់ Pokrovsk នេះហើយការប៉ាន់ស្មានរបស់លោកខាងលិចក៏បានបង្ហាញថាការស្លាប់និងរបួសរបស់កងទ័ពរុស្ស៊ីនឹងគឺជិត1លាននាក់ហើយជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនគឺកាន់តែច្រើនឡើងហើយនឹងធ្វើឲ្យបាត់បង់ស្មារតីកងទ័ពរបស់រុស្ស៊ីនឹងកាន់តែធ្លាក់ចុះទៅហើយលោកពូទីនក៏ត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមនៃការបំផ្លាញដោយគ្មានច្រកចេញនឹងច្បាស់លាស់នោះទេចំណែកឯអ៊ុយក្រែនវិញក៏បានបដិសេធមិនព្រមដកថយផងដែរថ្មីត្បិតថាពួកគេនឹងគឺបាត់បង់កងទ័ពបាត់បង់អាវុធជាច្រើនហើយពួកគេក៏នៅតែបន្តនៅក្នុងសមរភូមិនោះហើយការផ្លាស់ប្ដូរពីសង្គ្រាមធម្មតានឹងបែរទៅជាប្រើយុទ្ធសាស្ត្រថ្មីមួយទៀតជាពិសេសទៅនៅក្នុងយុទ្ធសាស្ត្រយន្តហោះគ្មានមនុស្សបើកហើយសង្គ្រាមអ៊ីនធឺណិតមួយទៀតហើយក៏បានរៀបរៀងរុស្ស៊ីពីការបង្រួបបង្រួម
កាន់កាប់របស់ខ្លួនទៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែនដែលខ្លួនបានកាន់កាប់នោះហើយគណៈពេលដែលសេដ្ឋកិច្ចអ៊ុយក្រែននឹងរងគ្រោះប៉ុន្តែប្រជាជនរបស់អ៊ុយក្រែននឹងគឺបាននាំគ្នាប្រឆាំងតវ៉ាយ៉ាងដាច់ខាតផងដែរហើយភាពធន់នេះមិនមែនកើតចេញពីការគិតគូរផ្នែកនយោបាយរបស់មេដឹកនាំនោះទេប៉ុន្តែគឺមកអំពីសភាវគតិនៃការរស់រានមានជីវិតដែលបំពេញបន្ថែមដោយភាពខូខើនៃការកាន់កាប់របស់រុស្ស៊ីនោះហើយតាមការទូតជំរើសរបស់វិមានក្រំឡាំងក៏កំពុងរួមតូចផងដែររុស្ស៊ីគឺបានបរាជ័យនៅក្នុងការជំរុញឬក៏បញ្ចុះបញ្ចូលឲ្យមានចំនួនរវាងទីក្រុង Washington និងសហភាពអឺរ៉ុបតែផ្ទុយទៅវិញសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ដែលទើបតែអះអាងថ្មីនេះថាក្រោមការដឹកនាំរបស់អធិការបតី Friedrich Merz បានពង្រឹងជំហររបស់ខ្លួននឹងកាន់តែខ្លាំងជាងមុនហើយក្តីសង្ឃឹមរបស់ទីក្រុងមូស្គូនៅក្នុងការកេងប្រវ័ញ្ចការបែងចែកភាគខាងលិចគឺបានរលាយបាត់ទៅហើយយ៉ាងហោចណាស់ក៏ដោយសារតែយុទ្ធនាការទម្លាក់គ្រាប់បែកដែលមិនរើសអើងដែលបានចងក្រងទុកយ៉ាងល្អិតល្អន់និងយុទ្ធសាស្ត្រដុតបំផ្លាញផែនដីនោះរបាយការណ៍ខ្លះថែមទាំងបង្ហាញថាឧត្តមសេនីយ៍របស់លោកពូទីននឹងគឺកំពុងតែកុហកគាត់អំពីស្ថានភាពសមរភូមិនៅលើដីផងដែរហើយការជាប់គាំងសេដ្ឋកិច្ចក៏អាចជាកង្វល់សម្រាប់លោកខាងលិចដែរប៉ុន្តែស្ថានភាពរុស្ស៊ីនោះគឺកាន់តែយ៉ាប់យ៉ឺនជាងលោកខាងលិចនិងលើសពីនេះទៅទៀតក៏មានការឃើញថាលោកពូទីននោះមិនបានផ្ដល់នៅចក្ខុវិស័យក្រោយសង្គ្រាមដ៏គួរឲ្យទុកចិត្តហើយគ្មាននរណាម្នាក់អាចហ៊ានស្ដីបន្ទោសលោកពូទីននិងបកពួករបស់គាត់នោះបាននោះទេ